បាទនៅព្រឹកថ្ងៃទី2ឧសភាបាទឆ្នាំ2025នេះបាទហើយព្រះសង្ឃបាទនៅវត្តដំណាក់ត្រយុងឃុំខ្ជាយខាងត្បូងបាទហើយស្រុកដងតុងខេត្តកំពតបាទហើយកំពុងជាប់ចោទថាមានស្រីនៅក្នុងបន្ទប់បាទហើយព្រឹកថ្ងៃទី2ឧសភានេះចៅអធិការវត្តចេញមុខមកដោះស្រាយពាក់ព័ន្ធនឹងការចោទប្រកាន់ថាមានស្រីអីក្នុងបន្ទប់អីចឹងទៅបាទពីយុគមិញហ្នឹងបាទពីយុគមិញបាទហើយឥឡូវនេះមិនទាន់ដឹងថាយ៉ាងម៉េចទេបាទណាហើយអ្នកចូលរួមបាទនេះខាងអញ្ញាធរខាងស្រុកដងតុងបាទហើយនឹងខាងការិយាល័យធម្មការសាសនាស្រុកដងតុងក៏អញ្ជើញមកដែរបាទ